បាទជម្រាបសួរបងប្អូនទាំងអស់គ្នាយើងជួបគ្នាម្ដងទៀតហើយមួយរយៈនេះដោយសារខាងខ្ញុំមានទរៈរវល់ចឹងខ្ញុំខានផុសវីដេអូចូលក្នុង Channel YouTube ហើយថ្ងៃនេះខ្ញុំមានពេលតនេហើយក៏មានសេចក្តីសោមនស្សរីករាយបានធ្វើវីដេអូនេះហើយវីដេអូរបស់យើងពីវគ្គមុនគឺបានដល់មេរៀនទី7ហើយវីដេអូទី7ឥឡូវវីដេអូទី8នេះគឺយើងមេរៀនទី8ដែលយើងធ្វើតពីមេរៀនមុនទៀតឥឡូវនេះយើងនឹងចូលមកកម្មវិធីរបស់យើងហើយវីដេអូបន្ទាប់នេះខ្ញុំនឹងធ្វើ form មួយទៀតគឺ form purchase order ខ្ញុំនឹងធ្វើ form purchase order ដើម្បីយើងបញ្ជាទិញទំនិញពីអ្នកផ្គត់ផ្គង់របស់យើងអញ្ចឹងដើម្បីកុំឲ្យយឺតពេលហើយខ្ញុំក៏ចាប់ដើមចូលទៅធ្វើ form របស់យើងហើយយើងចូលមកកម្មវិធីរបស់យើងចូល create ហើយខ្ញុំនឹងយកពាក្យថា form design ហើយបន្ទាប់មកទៀតខ្ញុំត្រូវកំណត់ទ្រង់ទ្រាយ form នេះឲ្យបានស្អាតនៅក្នុងចូលក្នុង all កន្លែង pop up នេះខ្ញុំយក yes ដើម្បីឲ្យវាឲ្យ form របស់យើងវាឡើងមកកុំឲ្យឆ្លងទៅ background ខាងក្រោយបានហើយសម្រាប់ model នេះគឺសម្រាប់ឲ្យវាផ្ដាច់ខ្លួនចេញពីnative bar របស់យើងនេះឲ្យវាផ្ដាច់ចេញមកអញ្ចឹងខ្ញុំយក yes ដែរហើយបន្តមកទៀត default view ខ្ញុំយកចឹងមកខ្ញុំយក single form នេះហើយនៅក្នុង auto center ខ្ញុំជ្រើសរើសយក yes ដើម្បីឲ្យ form របស់យើងលោតចំកដាលនេះយក yes ហើយតបមកទៀតខ្ញុំផ្ដាច់ style border ខាងរបស់ form ដោយខ្ញុំយកពាក្យថា none ហើយតបមកទៀតខ្ញុំផ្ដាច់ notification មួយទៀតគឺrecord selector ដែលនៅខាងក្រោម form នេះឧទាហរណ៍ខ្ញុំ save test មើលសិន save មួយសិននោះថា order purchase order sorry អញ្ចឹងដាក់ថា purchase order មកហើយខ្ញុំយក OK ហើយខ្ញុំ view សាកមើលនេះអញ្ចឹង form របស់យើងនៅជាប់អានេះអញ្ចឹងខ្ញុំដោះអានឹងចាញ់ហើយយើងចូលទៅ design view វិញហើយវាជាប់អានេះមួយទៀតខ្ញុំតេស្តមើលម្ដងទៀតនេះជាប់អានេះខ្ញុំដោះអានេះចាញ់ដែរអានឹង record selection ហ្នឹងខ្ញុំត្រូវដោះអានឹងចាញ់ទៀតបាទអញ្ចឹងខ្ញុំចូលទៅវិញហើយនេះកន្លែងដើម្បីដោះកន្លែងហ្នឹងគឺខ្ញុំចូលមកកន្លែងនេះ record selector នេះខ្ញុំយកពាក្យថា no អានឹង record នៅខាងក្រោមនេះហើយ navigation button នេះអានៅកន្លែងនេះបន្ទាត់កន្លែងនេះអញ្ចឹងខ្ញុំដោះកន្លែងហ្នឹងដែរដោះនឹងចេញហើយបន្ទាប់មកទៀតនៅក្នុង scroll bar នេះខ្ញុំដោះ scroll bar ចេញយកពាក្យថា neither ហើយអាចដោះប៊ូតុងផ្សេងនេះទៀតបានទៀតតែខ្ញុំធ្វើប៉ុណ្ណឹងហើយខ្ញុំ save តទៅទៀតខ្ញុំ view form ខ្ញុំមើលនេះ form របស់ខ្ញុំគឺលក្ខណៈអញ្ចឹងបន្ទាប់ពីយើងកំណត់ form រួចត្រូវការ design form interface យើង design interface form ឲ្យយើងឲ្យស្អាតហើយវាមានលក្ខណៈស្អាត interface របស់យើង
ហើយខ្ញុំចូលកន្លែងនេះនេះកន្លែងរូបត្រីកោណនេះសញ្ញាព្រួយចុះក្រោមនេះrồiហើយខ្ញុំជ្រើសរើសយកនេះយកពាក្យថា reticle នេះខ្ញុំរើស reticle នេះមកគូដើម្បីធ្វើជាក្បាលនៃ form របស់ខ្ញុំបាទហើយបន្ទាប់ពីខ្ញុំគូរួចហើយខ្ញុំដាក់ color នៅលើ form ហ្នឹងនៅលើ reticle ហ្នឹងខ្ញុំជ្រើសរើសយក color យកពណ៌ណាដែលយើងដែលគិតថាយើងអាចទទួលយកបានបន្ទាប់មកទៀតអាចដាក់បន្ទាត់ជាហើយមានលក្ខណៈពណ៌មកហើយនៅកន្លែងនេះខ្ញុំអាចនៅក្នុង reticle នឹងដែរខ្ញុំជ្រើសរើសយក anchoring នេះហើយជ្រើសរើសយក straight cross top នេះដើម្បីវា load ពេញ form បើសិនជាយើងអត់យកហ្នឹងទេឧទាហរណ៍យើងយកនេះពេលយើង view form វាមកគឺវាអត់ពេញទេវាអាចអត់ពេញហើយអញ្ចឹងយើងយកនេះមកreticle នេះអញ្ចឹងយើងយកកន្លែងនេះដើម្បីវាពេញ form របស់យើងហើយបន្ទាប់ទៀតនេះកន្លែង background របស់យើងនេះខ្ញុំរើសពណ៌ background ខ្ញុំយកពណ៌ប្រផេះដាក់ពណ៌ប្រផេះដើម្បីវាឆ្លោះនឹងអក្សរដែលយើងសរសេរហើយបន្តមកទៀតខ្ញុំ view មើលទៀតតើវាសមអត់បាទពេលដែលសមហើយឃើញតែសមហើយខ្ញុំចាប់ផ្ដើមបន្តទៅមុខទៀតខ្ញុំបង្កើតប៊ូតុង close បង្កើតប៊ូតុង close មួយនេះដាក់កន្លែងនេះដើម្បីយើងបិទ form របស់យើងអញ្ចឹងចុចលើប៊ូតុងនេះមកrồiគូសលើនេះហើយបន្តមកទៀតយកពាក្យថា form operation បន្តមកទៀតយក close form ហើយបន្តមកទៀតខ្ញុំយក next ហើយបន្តមកទៀតខ្ញុំយកកន្លែងនេះកន្លែង close form នេះរួចហើយបន្តទៀតខ្ញុំយក next បន្តទៀតខ្ញុំដាក់ឈ្មោះ form ដាក់ឈ្មោះប៊ូតុងខ្ញុំដោយខ្ញុំដាក់ថា CMD នេះចេញមកពី comment ប៊ូតុង CMD ហ្នឹង comment ប៊ូតុងរួចហើយខ្ញុំដាក់ close អញ្ចឹងដាក់ឈ្មោះហ្នឹងមកដើម្បីងាយស្រួលចំណាំរបស់ខ្ញុំពេលវាបញ្ហា error code អីខ្ញុំចូលទៅក្នុងឈ្មោះហ្នឹងទៅអាចចែកឃើញអញ្ចឹងងាយស្រួលហើយបន្ទាប់មកទៀតខ្ញុំចង់ design នេះប៊ូតុងនេះឲ្យស្អាតអញ្ចឹងខ្ញុំដាក់កន្លែងនេះខ្ញុំដាក់ថា close អត់ដាក់ form ទេខ្ញុំដាក់ថាពាក្យថា close ទេហើយបន្តមកទៀតខ្ញុំជ្រើសរើសយក format ហើយកន្លែងនេះខ្ញុំយក color នេះដដែលរួចហើយ font អក្សរfont color ហើយខ្ញុំយកពណ៌អក្សរហើយ style នេះsave outline នេះខ្ញុំអត់យកទេខ្ញុំយក trans មកហើយបន្តមកទៀតនៅក្នុង all នេះខ្ញុំជ្រើសរើសកន្លែងនេះកន្លែង picture caption នេះ picture caption arrangement នេះខ្ញុំជ្រើសរើសយក general ហើយបន្តមកទៀតនៅក្នុង cursor and hover នេះខ្ញុំយកពាក្យថា handle highlight hand យក highlight hand ហើយនៅក្នុង picture ខ្ញុំជ្រើសរើសយក picture យកសញ្ញាចុច3ហ្នឹងមកហើយវាចាញ់ហ្នឹងមកអញ្ចឹងខ្ញុំរើសយកប៊ូតុងយករូបភាពដែលយើងអាចសម្គាល់ថាវាជារូបភាពបិទកម្មវិធីឬក៏បិទ form របស់យើងហ្នឹងហើយអញ្ចឹងយើងរើសមកអញ្ចឹងមកយើងរកពេលយើងរកនេះខ្ញុំយកប៊ូតុងមួយនេះយក color មួយនេះយករូបភាពមួយនេះមកហើយបន្ទាប់មកទៀតវាគៀអញ្ចឹងខ្ញុំរំកិលអក្សរទៅបន្តិចទៅមុខបន្តិចហើយវារៀងឃ្លាតឆ្ងាយហើយយើងមើលទៅសមរម្យទៅអាចបានហើយខ្ញុំចូលទៅមកកន្លែងទៀតដើម្បីឲ្យ style របស់យើងស្អាត
ឲ្យវាមានលក្ខណៈ style ពេលយើងដាក់ cursor ដាក់ mouse លើវាអញ្ចឹងទៅដាក់ mouse លើវាដាក់ cursor វាទៅឲ្យវាដូរពណ៌អញ្ចឹងខ្ញុំចូលទៅទៀតយកកន្លែង back color ខ្ញុំយកពណ៌ក្រហមមក back color ហើយអក្សរខ្ញុំដាក់ពណ៌អក្សរអញ្ចឹងហើយរួចហើយខ្ញុំ save ពេលខ្ញុំធ្វើបានហើយខ្ញុំរៀបហើយឥឡូវចាប់ផ្ដើមយើង view មើលបាទគឺ form របស់យើងវាចេញអញ្ចឹងយើងពេលដាក់អញ្ចឹងទៅវាចេញវាដាក់ទៅយើងងាយស្រួលចំណាំថានេះជាប៊ូតុងដែលយើងអាច click បានឥឡូវយើងចង់បិទ click បិទ form នឹងមកអញ្ចឹងយើងចាប់ផ្ដើមនេះអញ្ចឹងមកអូខេហើយតបមកទៀតខ្ញុំ copy form នេះមួយទៀត copy form នេះសិនដោយសារខ្ញុំបង្កើតមួយទៀត cell order ហ្នឹងគឺវាត្រង់ទ្រីវាប្រហាក់ប្រហែលគ្នាអញ្ចឹងខ្ញុំ copy ខ្ញុំដាក់ cursor លើវាអញ្ចឹងហើយដាក់ឲ្យ select ចំ select លើវាអញ្ចឹងមករួចហើយខ្ញុំយកពាក្យថា copy ហើយបន្តមកទៀតខ្ញុំយកពាក្យ paste វានឹងឲ្យយើងដូរឈ្មោះកន្លែងនេះអញ្ចឹងខ្ញុំដូរឈ្មោះមកមិញpurchase order នេះ sell order ជាស្រ័យផងនៅដោយសារមានសំឡេងរំខានតិចនៅចុងផ្លូវអញ្ចឹងវាសំឡេងរំខានតិចនឹងហើយខ្ញុំដាក់ sell order អញ្ចឹងមកតបទៀតយកអូខេនោះខ្ញុំនឹងបាន form 2 form ទី1គឺ form purchase order form ទី2គឺ sell order អញ្ចឹងខ្ញុំងាយស្រួលគឺខ្ញុំបង្កើត form មួយបាន2ដោយយើងមិនបាច់ចំណាយពេលយូរទេអញ្ចឹងវាបានដូចគ្នាតមកទៀតខ្ញុំយកទិន្នន័យមកចូល form purchase order នេះដោយសារយើងនេះហើយយើងយកទិន្នន័យយើងយកតាមរយៈណាអញ្ចឹងយើងមើលទិន្នន័យខ្ញុំស្រង់ចេញពីតារាងមួយនេះខ្ញុំស្រង់ចេញពីpurchase ចេញពី query នេះគឺ purchase report queue នេះខ្ញុំអាចយកចេញពីនេះក៏បានតែឥឡូវខ្ញុំអត់យកចេញពីនឹងទេខ្ញុំយកចេញពីនេះ per order នេះខ្ញុំយកចេញពី per order នេះវិញបាទឥឡូវយើងចាប់ផ្ដើមមកខ្ញុំយកកន្លែងនេះបើយើងចុចកន្លែង property នេះវានឹង load property sheet នេះបើយើងចុច add existing field នេះវានឹងចេញលក្ខណៈបែបនេះអញ្ចឹងវាចេញលក្ខណៈបែបនេះយើងហើយកន្លែងនេះ property កន្លែងនេះ existing គឺតែខ្ញុំគួរជ្រើសរើសមិននេះខ្ញុំត្រូវចូល property ដដែលរួចហើយយកពាក្យថា data ហើយកន្លែង resource record source នេះខ្ញុំជ្រើសរើសយកពាក្យថានេះក្នុងទឹកនេះតារាងរបស់យើងនេះតារាង table របស់យើងហើយ query វា load ចូលកន្លែង record source នេះអញ្ចឹងខ្ញុំជ្រើសរើសយកពាក្យថា per order នេះ per order នេះខ្ញុំជ្រើសរើសមកពេលខ្ញុំជ្រើសរើសហើយខ្ញុំចុចមកកន្លែង add existing field នេះវានឹងចេញឲ្យយើងនេះទិន្នន័យឲ្យយើងអញ្ចឹងខ្ញុំselect វាទាំងអស់មកselect វាទាំងអស់ហើយបន្តមកទៀតខ្ញុំអូសវាចូលមកនេះមករួចហើយខ្ញុំធ្វើការដាក់ layout វាហើយខ្ញុំយក stretch អញ្ចឹងមកហើយបន្តមកទៀតខ្ញុំត្រូវការដាក់វាឲ្យវាមានទ្រង់ទ្រាយកឹបបន្តិចកុំឲ្យវាឃ្លាតពេកហើយបន្តមកទៀតខ្ញុំត្រូវការដូរ font វាឲ្យស្អាតដូរ font មកជាទូទៅខ្ញុំប្រើ font ខ្មែរ OS content ហើយយើងប្រើ font ខ្មែរ OS content គឺវាស្អាត font វាស្អាតហើយ color ខ្ញុំចាប់ដើមយក color ខ្មៅដិតតិចមកហើយបន្តមកទៀតខ្ញុំនេះវាចង្អៀតយើងមើលទៅអត់ច្បាស់ទេអញ្ចឹងខ្ញុំត្រូវដូរសាយវាអ
nhom cho lấy sai rồi hay nhom vô thu feed chẳng sai về xa hay tập tiếp nhom cho ngồi cái lấy nè cái lấy tên là này vào nhóm ní ở vừa đường port mình lại cái nạp port chẳng nhom vô màu sẽ đam hơi nhom vô nè vô special effect ní hơi rồi với nhom vô nè special effect sun ken nè chẳng vì mình lại cái nạp port thì mưa tới khi lại cái nạp port chẳng mất xa hơi tôi bật tiết nhom nâng riệp tình này đời xa cái lệnh thằng crom nhưng riệp tình này data hơi đi càng nghe cái lệnh đi vì dương nhom nâng phơi bật cật bật tóc nọc lệnh đi chẳng nhom trao ca riệp tình này nè sát nhom đã chua khang lừa đi nhom đã đệt môn chứ đã đệt môn đệt nọc lệnh đi hai tôi một tiết nhom đã ID nữa invoice number nọc lệnh đi hai lợi dụng quá hai lại đệt đấy đừng khách viện tịch quá hai cái lại đấy dừng ai khách vì clear tịch đâu thì được như đây sang màu hai tập một tiết nè cột quang nè cái lại ní nhom trâu lẹ cái sai nhom vô ta cái lại chơi rơi này tế hai tụ sờ rộng đấy nhom đang đánh bị tranh nè cái lại ní nhom đánh bị đặt hàng crom đặt hàng crom hay cái lại ní dừng ní nhom select về hai nhom ô về vô một đặt cái lại này ọt tranh chân nhom đo layout về sẵn nhom đo layout về tranh về chụp layout vô remove layout về vô remove layout ấy nhom vô về tranh một tranh rồi hay nhom vô đã layout về mình mà hay lại ní nhom tiền về ập mà nhom tục lại ní đập bay mờ tục lại ní đập bay mờ chung mua tè hiện chẳng nhom ô về mà đã kia là hai rồi na quật tao anh ấy dừng trục bật về tranh hai tụi một tiết hai tụi một tiết nhom trục đo lì áo nâng đá tại ní đo lì áo tránh đo lì áo tránh mà ok chẳng nhom đo lì áo tránh rồi hay nhom đo lì áo mà chuông lại lì áo rồi hay vô remove lì áo chẳng ô về một crom mà này crom đại lại nó này hàng ní dân khơi tha về chọn nia chẳng chẳng nhom vừa việc đi cài về sạch tạch máu đã tập đi chua đấy ở đấy chẳng hay nhom tiền vô đết nhom đã này một lệnh này máu đậm này rồi hai đết ní nhom đã một crom ID với rồi hai cái này ní cắt bị chó remove layout với tranh đâu hay delete với tranh và chẳng việc sạch vì mình lại đã sạch cả bạn chat chẳng mà hai bữa tổ bữa tiết nhưng bật khật cho crom tịch máu khật là mấy tục lên nhom bật khật bút tông rồi hai lại ní nhom một lần lứa cái lại nhom đây ơi cái lại ní cứ bị tranh ô tô cái lại ní bị tranh ô tô hay thằng ngày ní bị tranh ô tô và lối nhom tay xàm người sẵn bị tranh ô tô ót tranh ô tô ok nên tranh ô tô chẳng nhom bật pi vào lò ní nhưng mà tục tế chẳng
ប្រឡោះនេះខ្ញុំបិទកុំឲ្យយើងចូលប្រើបានកុំឲ្យអ្នកប្រើចូលប្រើបានបិទពីប្រឡោះនេះខ្ញុំយកពាក្យថានេះយក property sheet នេះមករួចហើយយើងយក data រួចហើយជ្រើសរើសយក enable ហើយរួចហើយយើងយក no ហើយ lock យើងដាក់ yes វិញអញ្ចឹងវានឹងបិទអត់ឲ្យយើងចូលបានទេយើងគ្រាន់តែយើងអាចកែប្រែព័ត៌មានកន្លែងនេះបានកន្លែងនេះបានតែកន្លែងនេះអត់អាចចូលកែប្រែបានទេអញ្ចឹងខ្ញុំសេរីវាឲ្យស្អាតតិចមកបីយើងស្រួលចឹងមកនេះកន្លែងនេះខ្ញុំដាក់វាសេរីវាឲ្យមកខាងនេះមកហើយខាងនេះវាលោតខាងនេះហើយខាងនេះខ្ញុំសេរីដូចគ្នាឲ្យមកខាងនេះដូចគ្នាអូខេសេរី font វាមករួចហើយពេលនេះខ្ញុំចាប់ផ្ដើមបញ្ចូលកូដរបស់ខ្ញុំគឺកូដដាក់ឈ្មោះនេះយកឈ្មោះនេះចង់យកឈ្មោះចេញពីតារាងនេះដោយប្រើនេះតារាងនេះអញ្ចឹងមុននឹងនេះខ្ញុំដាក់នេះដាក់ color សារ៉ាំឲ្យយើងចំណាំថាកន្លែងនេះយើងបញ្ចូលទិន្នន័យកន្លែងនេះគឺយើងបញ្ចូលទិន្នន័យអញ្ចឹងមកហើយខ្ញុំសេកូដនេះទូទៅវាគណនាចេញពីតារាងផ្សេងអញ្ចឹងយើងមើលនេះខ្ញុំចាប់ដើមចូលលេខ e ចុចលើតារាងនេះហើយរួចហើយចូលមើលខ្ញុំចូលមើលទៅកន្លែង data នេះខ្ញុំចូលទៅកន្លែង row source នេះហើយខ្ញុំចូលមើលទិន្នន័យរបស់ខ្ញុំនេះ ID ទី1 supply name ទី2អញ្ចឹងកន្លែងនេះលេខ0នេះកន្លែងលេខនេះលេខ1អញ្ចឹងខ្ញុំចង់បានតែកន្លែងហ្នឹងទេអញ្ចឹងហើយខ្ញុំក៏បិទមកវិញមកហើយ save សិនរួចហើយខ្ញុំចូល event ហើយយកពាក្យថា after update នេះមានន័យថាបន្ទាប់ពីយើងចុចកន្លែងនេះហើយឲ្យទិន្នន័យលោតបញ្ចូលកន្លែងនេះអញ្ចឹងខ្ញុំចូលសញ្ញាព្រួយ3រួចហើយជ្រើសរើសយកកូដ builder រួចហើយខ្ញុំយក OK គឺកូដរបស់យើងគឺចេញអញ្ចឹងខ្ញុំសូមបន្ថែមកូដកន្លែងនេះគឺ option explicit ចឹងមក explicit ហើយកូដកន្លែងនេះខ្ញុំចង់កាលណាវា error ឲ្យវាលោតនេះក៏បានដែរប៉ុន្តែឥឡូវខ្ញុំអត់ដាក់ទេខ្ញុំសរសេរធម្មតាសិនមកអញ្ចឹងមានន័យថាខ្ញុំយក me dot supply me dot supply នេះ me dot supply name នេះចុចពីរដងមកស្មើឲ្យ me dot supply id នេះកន្លែងនេះរួចហើយ dot column យក column មក column របស់យើងមិញទី1អញ្ចឹងខ្ញុំយក column ទី1ដើម្បីបញ្ចេញទិន្នន័យយើងអញ្ចឹងពេលនេះកូដរបស់យើងតែប៉ុណ្្នឹងទេអត់ពិបាកទេអញ្ចឹងខ្ញុំ save ទៅមកទៀតខ្ញុំ debug ពេលយើង debug ទៅបើសិនជាវាខុសវានឹង load ឲ្យយើងតែនេះវាអត់ខុសទេគឺវាត្រឹមត្រូវហើយអញ្ចឹងខ្ញុំក៏ខ្វែងនេះចោលរួចហើយខ្ញុំចាប់ដើម test form របស់ខ្ញុំឡើយ test form របស់ខ្ញុំអញ្ចឹងយើងមើលខ្ញុំចាប់ដើម test ខ្ញុំយកនេះឧទាហរណ៍ថាឈ្មោះនេះចុះគ្រប់គងទី2អញ្ចឹងនេះកូដរបស់យើងចេញលេខកូដលេខយោងថ្ងៃខែនេះហើយកន្លែងនេះចេញក្រុមហ៊ុនឈ្មោះក្រុមហ៊ុនអ្នកគ្រប់គងនេះអញ្ចឹងហើយនេះ form កូដរបស់យើងធ្វើបានប៉ុណ្ណឹងrồiហើយខ្ញុំចាប់ផ្ដើមកន្លែងនេះពេលដឹងថាវាត្រូវហើយរូបមន្តត្រូវហើយខ្ញុំលាក់វាខ្ញុំចាប់ផ្ដើមលាក់វាអញ្ចឹងខ្ញុំលាក់វាចាញ់កុំឲ្យវាឃើញខ្ញុំចុចកន្លែងនេះមកហើយរួចហើយយក all ក្នុង property នេះយក all ហើយកន្លែង yes នេះខ្ញុំដូរយក no ពេលខ្ញុំយក no ហើយវានឹងលាក់ហើយអញ្
chẳng về nhung bờ một tiết việc khơi nhà lệ bát này chẳng nghĩ rồi tập một tiết nhung có mọi việc tranh nha rồi nhì nhai chấn nhung chập đam rồi về tôi chẳng máu hay đặt lên được mà ai ô việc kiên định máu của mọi việc chẳng yết cái hay tập một tiết nhung cho tàu mùi tiết cứ cho tàu xe cái này nhung cho lạp bè nó rồi tranh lạp bé lọ ọt vô tí nhung lục tranh sẵn đây vô ê đấy nhung xe nó ê nó lạp bè là đấy là tay cho làm chẳng nhung xe đấy mà đồ phấn bà thấy đồ phấn thấy nhung cái này ní nhung đồ lục tránh hai nhung đã tha bình chia tinh tùm ninh bình chia tinh tùm nính pi nẹt cột quang tớ pi nẹt cột quang cột quang điện tử chứng khơi tha hơi ấy hay nhầm ô việc đặt lại này mà đặt cần nên tích cho bạn á rồi hơi nhầm vô color font và nhóm vô vừa so cho mà ai vô vừa lương sạch vô vừa lương cho mà vô cho tích chẳng máu rồi hơi font nhóm đôi vô font nhóm đôi vô font bài dồn vô bài dồn mà vô bài dồn là bài dồn này bài dồn hai nhom tiền về thông tịnh quá hai bây giờ bữa tiết nhom tờ lăng xài về thông á vô mà thấy bà nó thấy đừng tội đừng chẳng yên rồi vô xài động bay bà này vẫn đang sạch chẳng mình chia tính tùm nính pi nè một còn ok chẳng nhom sale vì nhom dù form mới ok chân sạch nhom bà thấy nhom chập đầu dù về mới ok lấu form nhom design vẫn nắng hay tập một tiết nâu riêng và top nhom nâng bằng hai pi rộng biếp design bằng cách form order detail đâm bay vô mà đặt chia sub form nó lên đi chẳng video ní miền tây phần nắng hay xôm cuốn hay xôm Jumpo tôi xin đi chuẩn được oi chụp ta sầm nang ló hay nâng chụp nia nâu video bắt to tiết nâu video còi tiết và chẳng nhóm bát xôm cho riệp lía xôm con